ពាក្យចាស់តែងពោលថាគ្រប់ទីកន្លែងដែលធម្មជាតិលាក់ខ្លួនក៏តែងតែមានរឿងរ៉ាវលាក់កំបាំងពីក្រោយវាដូចគ្នានៅពេលដែលយើងងាកឈ្មោះទីតាំងធម្មជាតិមួយនេះអន្លង់ជើងចាបមនុស្សភាគច្រើនប្រហែលជាគិតដល់ផ្ទាំងថ្មស្អាតទឹកជ្រោះត្រជាក់ឬជាកន្លែងសម្រាប់បោះតង់លំហែកាយប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាទីនេះត្រូវបានគេហៅថាអន្លង់ជើងចាបតើឈ្មោះមួយនេះមានប្រភពមកពីណាហើយមានរឿងរ៉ាវអ្វីខ្លះបានកើតឡើងនៅទីនេះកាលពីអតីតកាលថ្ងៃនេះយើងនឹងមិននិយាយពីការដើរលេងកម្សាន្តនោះទេតែយើងនឹងរួមគ្នាធ្វើដំណើរថយក្រោយទៅស្វែងយល់ពីប្រវត្តិនិងអាថ៌កំបាំងនៃដែនដីមួយនេះទាំងអស់គ្នាបើនិយាយពីឈ្មោះអន្លង់ជើងចាបប្រវត្តិពិតប្រាកដដែលត្រូវបានកត់ត្រាជាឯកសារផ្លូវការគឺមិនសូវមានឡើយភាគច្រើនគឺកើតចេញពីការដំណើរនិងការសង្កេតរបស់អ្នកស្រុកភូមិដែលរស់នៅតំបន់នេះតាំងពីដើមមករឿងរ៉ាវទី1គឺតាក់ទងនឹងរូបសាស្ត្រនៃទីតាំងផ្ទាល់តែម្ដងចាស់បុរាណបានកត់សម្គាល់ឃើញថាទាំងថ្មធំដែលតម្រៀបគ្នានៅតាមបណ្ដោយអន្លង់ទឹកនេះមានរូបរាងឬមានស្នាមឆ្នូតធម្មជាតិផុសចេញមកមើលទៅដូចជាទម្រង់ជើងរបស់សត្វចាបចំណែករឿងរ៉ាវមួយទៀតដែលមានលក្ខណៈបែបជំនឿនិងធម្មជាតិគឺការដំណាលថាកាលពីដើមទីតាំងអន្លង់ទឹកកណ្ដាលព្រៃជ្រៅមួយនេះគឺជាជម្រកដ៏សុខសាន្តនិងជាកន្លែងដែលហ្វូងសត្វចាបព្រៃរួមទាំងបសាបក្សីគ្រប់ទិសទីតែងតែហោះហើរមកជួបជុំគ្នារកចំណីនិងចុះផឹកទឹកទាំងហ្វូងវត្តមាននៃសត្វចាបរាប់ពាន់រាប់ម៉ឺនក្បាលដែលបន្សល់ទុកស្នាមជើងនៅលើដីខ្សាច់និងមាត់អន្លង់ទឹកនេះទើបធ្វើឲ្យអ្នកស្រុកជំនាន់មុនសម្គាល់ទីនេះថាជាអន្លង់ជើងចាបកាលពីច្រើនទោះវត្តមុនអន្លង់ជើងចាបមិនមែនជាកន្លែងដែលមនុស្សម្នាអាចចេញចូលបានងាយស្រួលដូចពេលបច្ចុប្បន្ននេះទេទីនេះស្ថិតនៅក្នុងតំបន់ព្រៃក្រាស់ហ៊ុំព័ទ្ធដោយជួរភ្នំដែលត្រូវបានគេចាត់ទុកជាដែនដីដាច់ស្រយាលនិងពោរពេញដោយគ្រោះថ្នាក់នៅក្នុងសម័យសង្គ្រាមនិងការផ្លាស់ប្ដូរនយោបាយតំបន់ព្រៃភ្នំនៃអន្លង់ជើងចាបនេះក៏ធ្លាប់ជាទីតាំងយុទ្ធសាស្ត្រនិងជាកន្លែងលាក់ខ្លួនឬឆ្លងកាត់នៃកងទ័ពផងដែរស្នាមប្រវត្តិសាស្ត្រជាច្រើនត្រូវបានកប់លាក់នៅក្រោមផ្ទាំងថ្មនិងព្រៃព្រឹក្សាដ៏ស្ងប់ស្ងាត់ទាំងនេះអ្វីដែលធ្វើឲ្យទីនេះកាន់តែមានភាពអាថ៌កំបាំងគឺជំនឿទៅលើអ្នកតាថែរក្សាព្រៃភ្នំឬម្ចាស់ទឹកម្ចាស់ដីអ្នកស្រុកដែលរស់នៅក្បែរតំបន់នេះតែងតែមានការគោរពកោតខ្លាចខ្លាំងចំពោះអន្លង់ទឹកមួយនេះព្រោះពួកគេជឿថាធម្មជាតិដែលនៅរក្សាភាពស្រស់ស្អាតនិងភាពត្រជាក់ត្រជុំបានដល់សព្វថ្ងៃគឺដោយសារមានបារមីនិងវត្ថុស័ក្តិសិទ្ធិថែរក្សាមិនឲ្យមានការបំផ្លិចបំផ្លាញផ្ដេសផ្ដាសឡើយពីដែនដីអាថ៌កំបាំងកណ្ដាលព្រៃជ្រៅដែលគ្មានមនុស្សស្គាល់ថ្ងៃនេះអន្លង់ជើងចាបបានប្រែក្លាយខ្លួនមកជាបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃមួយរាល់ផ្ទាំងថ្មដែលរងការសឹកដាច់ដោយសារកម្លាំងទឹកហូររាប់រយឆ្នាំរាល់ដើមឈើដែលដុះលើសន្លឹកថ្មសុទ្ធតែជាសាក្សីរស់នៃពេលវេលាប្រវត្តិរបស់អន្លង់ជើងចាបមិនមែនត្រូវបានសរសេរនៅលើក្រដាសនោះទេតែវាត្រូវបានចារឹកនៅលើផ្ទាំងថ្មនិងការចងចាំរបស់អ្នកស្រុកតំបន់នេះការយល់ដឹងពីប្រវត្តិនិងតម្លៃធម្មជាតិនៃទីកន្លែងនេះធ្វើឲ្យយើងមើលឃើញទីនេះលើសពីកន្លែងសម្រាប់មកកម្សាន្តសប្បាយធម្មតាទៅទៀតគ្រប់ទីកន្លែងសុទ្ធតែមានរឿងរ៉ាវហើយអន្លង់ជើងចាបក៏បានឆ្លងកាត់ពេលវេលារាប់រយឆ្នាំដើម្បីរក្សាខ្លួនឲ្យនៅស្រស់ស្អាតសម្រាប់ពួកយើងនៅថ្ងៃនេះនៅពេលដែលយើងដឹងពីតម្លៃនិងប្រវត្តិនៃដែនដីមួយនេះវានឹងធ្វើឲ្យយើងកាន់តែស្រឡាញ់និងចង់រួមគ្នាថែរក្សាវាឲ្យនៅគង់វង្សជារៀងរហូតអរគុណសម្រាប់ការតាមដានទស្សនាប្រវត្តិសង្ខេបនៃអន្លង់ជើងចាបជាមួយខ្ញុំបើបងប្អូនមានរឿងរ៉ាវដំណើរផ្សេងទៀតពីទីតាំងនេះអាចចែករំលែកនៅក្នុង comment បានណាកុំភ្លេចចុច like និង subscribe ដើម្បីជួបគ្នានៅវីដេអូរឿងរ៉ាវប្រវត្តិសាស្ត្រក្រោយទៀតសូមជម្រាបលា